បងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំទៀតហើយសុករិមចាសម្រាប់ព្រឹកថ្ងៃនេះដែរគឺនាងខ្ញុំចេញមកបេះបន្លែក្រោយផ្ទះគឺជាបន្លែដែលប្តីរបស់នាងខ្ញុំបានដាំចាអ្នកនរគ្នាធ្លាប់ឮគេនិយាយអត់ថាអ្នកមានផ្ទៃពោះគឺគេអត់ឲ្យបេះអីទេគឺខ្លាចខូចមែនអត់ខ្លាចដូចថាយើងបេះទៅដំណាំហ្នឹងវាលែងផ្លែលែងផ្កាអីចឹងណាតែឥឡូវនាងខ្ញុំមានផ្ទៃពោះចាអញ្ចឹងនាងខ្ញុំសាក់លបងបេះមើលអញ្ចឹងអ្នកនរគ្នាចាចាំមើលតាមដានអ្នកនរគ្នាមើលថាតើល្ពៅរបស់នាងខ្ញុំហ្នឹងខូចអត់ចាខូចអត់ដូចថាដើមវាស្លាប់អត់ឬក៏វាលែងផ្លែទៀតអត់ចឹងណាព្រោះវាផ្លែបានយូរហើយអ្នកនរគ្នាខ្ញុំញ៉ាំបានខ្ញុំបេះហូបបានប៉ុន្មានដងហើយមួយទៀតអ្នកនរគ្នាអាចមើលបានណាទេសភាពនៅខាងក្រោយផ្ទះរបស់នាងខ្ញុំហ្នឹងគឺជាទេសភាពវាស្រែអញ្ចឹងយើងបេះបន្លែធម្មជាតិដែលយើងដាំខ្លួនឯងចាមានអារម្មណ៍ថាសប្បាយចិត្តមែនទែនបានញ៉ាំបន្លែធម្មជាតិហើយណាមួយយើងមានផ្ទៃពោះទៀតអញ្ចឹងគឺយើងមានអារម្មណ៍ថាសប្បាយចិត្តបានញ៉ាំបន្លែសុវត្ថិភាពអញ្ចឹង